câuตะกูนมีอันนี้สดอันนี้ตักเต้าหู้เรียจะหมวยตักมาอย่างไงសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកធ្វើគោឡើងភ្នំញ៉ាំណាតែខ្ញុំអត់បានញ៉ាំវាលក្ខណៈក្តៅហ្មងឯងខ្ញុំត្រឡប់វាដាក់ចានញ៉ាំឥឡូវយើងមកហាន់ម្ទេសហាន់ខ្ទឹមអានេះទឹកតៅហ៊ូខ្ញុំក្លុករួចហើយគ្រាន់ខ្ញុំថែមម្ទេសថែមខ្ទឹមថែមអញ្ចឹងណាហើយខ្ញុំលាយម៉ាយ៉ូណេសតិចដែរដើម្បីយកក្លិនស្ដាយណាស់ទាំងអស់គ្នាវាអត់មានទឹកដោះគោខាប់ទៅខ្ញុំដាក់ស្ករក្រហមបើមានទឹកដោះគោខាប់ឆ្ងាញ់ជាងនឹងទៀតនេះខ្ញុំដាក់ស្ករក្រហមចូលហើយកូរវាឲ្យសព្វទៅឯសារពេលខ្ញុំក្លុកតៅហ៊ូហ្នឹងខ្ញុំដាក់គ្រឿងខ្លះហើយច្បាច់ក្រូចឆ្មាតិចទៅយករសជាតិដិតជូរអញ្ចឹងណាឥឡូវខ្ញុំអាហារសាច់គោខ្ញុំមិនដឹងអ្នកទាំងអស់គ្នាហាន់សាច់គោមិនទេតែខ្ញុំចង់ញ៉ាំហាន់បែបហ្នឹងខ្ញុំក៏ហាន់តាមចំណង់ចំណូលចិត្តខ្ញុំអញ្ចឹងណាតែសាច់គោហ្នឹងពេលដែលប្រឡាក់គ្រឿងហើយគឺផុយខ្លាំងណាស់ហើយឆ្ងាញ់ឈ្ងុយមែនតែនឥឡូវខ្ញុំហាន់សាច់គោហើយខ្ញុំមកហាន់ផ្សិតគឺខ្ញុំយកផ្សិតហ្នឹងគឺខ្ញុំទិញមកពីក្នុងម៉ាត Super ម៉ាតរបស់អាមេរិកផ្សិតហ្នឹងគឺឆ្ងាញ់មែនតែនជាមួយគោឡើងភ្នំអ្នកទាំងអស់គ្នាធ្វើគឺខ្ញុំrecommend ឲ្យអ្នកទាំងអស់គ្នាប្រើផ្សិតហ្នឹងគឺឆ្ងាញ់សាហាវឥឡូវគឺយើងមកប្រឡាក់សាច់គោសិនគឺខ្ញុំអត់មានដាក់អីច្រើនទេខ្ញុំដាក់ប្រេងខ្យងបន្តិចហើយនឹងស្ករបន្តិចហើយនឹងប្រេងល្ងខ្ញុំមិនដឹងអ្នកទាំងអស់គ្នាចូលចិត្តប្រេងល្ងអត់ហើយនឹងរ៉ឺឌីហើយនឹងល្ងប្រេងល្ងដាក់ជាមួយសាច់គោគឺឈ្ងុយខ្លាំងណាស់ពេលដែលយើងឆាវាជាមួយប៊ឺទៀតហើយរសជាតិអាចកាត់ថ្លៃបានបដ ாய் ឥឡូវខ្ញុំប្រឡាក់ហើយខ្ញុំដាក់វាក្នុងកូនចានសិនដើម្បីទុកវាឆានេះតកួនសាច់គោមិញហ្នឹងហើយនឹងពងមាន់ហើយនឹងមីខ្ញុំលាយមីដែរអ្នកទាំងអស់គ្នាមីជាតិខ្មែរយើងហ្នឹងហើយនឹងនេះទឹកជ្រលក់យើងទឹកតៅហ៊ូហើយនឹងផ្សិតមិញហ្នឹងឥឡូវយើងមកធ្វើការឆាវាខ្ញុំដាក់ប៊ឺសុទ្ធអ្នកទាំងអស់គ្នាគឺខ្ញុំមិនបានប្រើខ្លាញ់ទេបានប្រើប្រេងឆាទេយើងដាក់ខ្ទឹមចូលកូរជាមួយប៊ឺឲ្យឈ្ងុយតិចទៅចាំយើងដាក់សាច់គោចូលហើយយើងដាក់សាច់គោចូលអ្នកទាំងអស់គ្នាខ្ញុំភ្លេចវាផងណាពេលដែលយើងជឿនវាភ្លេចថាផងដែរខ្ញុំអ្នកទាំងអស់គ្នាមើលវីដេអូហ្នឹងគឺឃើញផងខ្ញុំជឿនវាផងភ្លេចថាយើងនិយាយតាមចំណង់ចំណូលចិត្តរបស់អ្នកគ្នាចង់ឆ្អិនខ្លាំងឬចង់ឆៅតិចតិចបើខ្ញុំមកល្មមអត់ឆ្អិនពេកអត់ឆៅពេកនេះបានទេខ្ញុំដូចដាក់ចានប៉ុណ្ណឹងគឺល្មមឆ្ងាញ់ហើយផុយហ្មងនិយាយពីឈ្ងុយវិញអូយមិនបាច់និយាយហ្មងឥឡូវខ្ញុំមកត្រឡប់ទៅគួនម្ដងនេះទៅយើងត្រឡប់តិចអត់ឲ្យវាឆ្អិនពេកទេតែវាបាត់រសជាតិអញ្ចឹងឥឡូវមកផ្សិតម្ដងតកូនម៉ែខ្ញុំយកដាក់ចានហើយហើយខ្ញុំឆាផ្សិតម្ដងផ្សិតប្រើពេលរៀងយូរបន្តិចក្រោមតែវាទ្រាំពេលដែលវាទ្រាំវាចេញទឹកម៉ែខ្ញុំដាក់ទឹកឯណាគឺខ្ញុំប្រើប៊ឺសុទ្ធគឺផ្សិតនឹងវាចេញទឹកមកវិញខ្ញុំដាក់ទឹកចឹងផ្សិតរួចហើយខ្ញុំឆាមីម្ដងគឺអត់មានដាក់អីទេគឺឆាមួយបោះខ្ញុំនិយាយមិននិយាយពីហើយចង់និយាយពីមីហ្នឹងណាគឺវាឆ្ងាញ់ខ្លាំងមែនតើវាឈ្ងុយបោវាទន់អូយមិនមែនឲ្យជ្រលក់មួយទឹកតៅហ៊ូទៀតអូយរសជាតិបាញ់ចៃហ្មងឆ្ងាញ់ខ្លាំងឥឡូវហើយនេះអ្នកទាំងអស់គ្នាទៅមើលខ្ញុំញ៉ាំមើលថាឆ្ងាញ់ប៉ុណ្ណាខ្ញុំនិយាយមែនឆ្ងាញ់សាហាវ
កូវតកួនមីអានេះផ្សិតអានេះទឹកតៅហ៊ូលាយជាមួយទឹកម៉ាយ៉ូណេសមកផ្សិតនំផ្អែមមីឆ្ងាញ់ណាស់វាឈ្ងុយល្ងហើយនឹងឈ្ងុយប័រនេះយើងផ្ទាត់ចេះមកអូអាមើលហើយហើយតែយើងកូនខ្មែរវិញចាប់ចង្កេះប៉ុណ្ណឹងអូចាប់សាច់ជ្រូកអត់បានអត់សាច់គោអើយដល់កូនឆ្ងាញ់សាហាវនេះបានឆ្ងាញ់ជាងនៅហាងឆ្ងាញ់សាច់គោលំផុយមីនេះខ្ញុំត្រឡប់វាមួយប័រហើយខ្ញុំល្ងប្រេងល្ងហើយដាក់ល្ងទៀតមិនចង់ទៅវាឈ្ងុយមកឈ្ងុយប្រហែលសើខ្លួនឯងធ្វើឆ្ងាញ់ណាស់វាឆ្ងាញ់មែនបើបានក្តៅលើខ្ទះទៀតកាន់តែឆ្ងាញ់មីនឹងមីខ្មែរមីជាតិមីនឹងខ្ញុំអត់សោះវាទេថែមទឹកទៅហើយបានយកវាមកឆាមួយប័រព្រោះអញ្ចឹងវាទន់ហើយឆ្ងាញ់ខ្លាំង
បាយបាយ